សូមជូនរឿងនិទានរឿងយក្សនិងក្មេងតូចនៅក្នុងភូមិតូចមួយដែលហ៊ុំព័ទ្ធទៅដោយព្រៃជ្រៅនិងភ្នំខ្ពស់ៗមានក្មេងប្រុសម្នាក់ឈ្មោះតារាគាត់ជាកូនក្រីក្រប៉ុន្តែគាត់តែងតែមានឆន្ទៈជួយអ្នកដទៃជារៀងរាល់ថ្ងៃគាត់ចូលទៅក្នុងព្រៃដើម្បីប្រមូលអុសទៅលក់នៅក្នុងផ្សារថ្ងៃមួយនៅពេលដែលតារាកំពុងដើរកាត់ព្រៃគាត់ក៏បានឮសំឡេងធ្ងោដ៏ឈឺចាប់មួយដោយមានការចង់ដឹងនិងភ័យខ្លាចផងដែរគាត់ក៏ដើរតាមសំឡេងក៏ប្រទះឃើញយក្សធំមួយអង្គុយនៅមាត់ទន្លេមនុស្សភាគច្រើនពេលដែលគាត់ឃើញយក្សរត់គេចចេញប៉ុន្តែតារាក្លាហាននិងចិត្តល្អគាត់ចូលទៅជិតយក្សហើយនិយាយថាតើលោកឈឺហើយមែនទេអាចឲ្យខ្ញុំជួយលោកបានទេយក្សភ្ញាក់ផ្អើលនឹងសេចក្តីសប្បុរសរបស់ក្មេងប្រុសនោះរួចហើយក៏ងក់ក្បាលតារាក៏យកបន្លាចេញដោយប្រុងប្រយ័ត្នហើយលាងរបួសជាមួយនឹងទឹកទន្លេនោះយក្សនិយាយថាអរគុណកូនតូចយក្សបាននិយាយដោយសំឡេងយ៉ាងជ្រាលជ្រៅអ្នកក្លាហាននិងចិត្តល្អខ្ញុំចង់ផ្ដល់អំណោយខ្លះដល់អ្នកយក្សលូកចូលទៅក្នុងថង់តូចដែលចង់ជាប់នៅនឹងចង្កេះហើយយកចិញ្ចៀនមាសចេញនេះជាចិញ្ចៀនវិតមុនដរាបណាអ្នកពាក់វារបស់ល្អនឹងរត់មករកអ្នកតារាអរគុណយក្សត្រឡប់ទៅភូមិវិញចាប់ពីថ្ងៃនោះមកជីវិតរបស់តារាក៏បានផ្លាស់ប្ដូរនៅពេលណាដែលគាត់ត្រូវការអាហារឬក៏នរណាម្នាក់នោះនឹងផ្ដល់អាហារដល់គាត់ប្រសិនបើគាត់ត្រូវការការងារធ្វើអ្នកភូមិនឹងជួលគាត់សេចក្តីសប្បុរសនិងភាពស្មោះត្រង់របស់គាត់រួមជាមួយនឹងចិញ្ចៀនវិតមុនបាននាំឲ្យគាត់មានសុភមង្គលយ៉ាងណាក៏ដោយមិនមែនអ្នករាល់គ្នាសប្បាយចិត្តចំពោះតារានោះទេបុរសលោកលន់និងច្រណែនម្នាក់ឈ្មោះសាននៅយប់មួយខណៈពេលដែលតារាកំពុងដេកលង់លក់សានបានចូលទៅក្នុងផ្ទះលួចយកចិញ្ចៀនវិតមុននៅព្រឹកបន្ទាប់អ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរតារាខំប្រឹងរកអាហារនិងការងារទន្ទឹមនឹងនោះសានដែលបានពាក់ចិញ្ចៀនក៏បានក្លាយទៅជាអ្នកមាននិងមានអំណាចប៉ុន្តែគាត់មិនដូចជាតារាទេគាត់ជាមនុស្សអាត្មានិយមនិងឆ្លើយកងកាយអ្នកភូមិឆាប់ធុញទ្រាន់នឹងគាត់អ្នកភូមិធុញទ្រាន់ជាមួយនឹងសានជាខ្លាំងថ្ងៃមួយតារាក៏បានប្រឈមមុខជាមួយនឹងសានហើយនិយាយថាអ្នកបានលួចចិញ្ចៀនរបស់ខ្ញុំទៅប៉ុន្តែចិញ្ចៀននេះគឺមិននាំមកនូវសុភមង្គលទេគឺវាកើតចេញពីសេចក្តីសប្បុរសនិងភាពស្មោះត្រង់យក្សដែលឈរមើលពីក្នុងព្រៃហើយក៏លេចចេញមកហើយប្រាប់ទៅសានថាអ្នកបានប្រើចិញ្ចៀនរបស់ខ្ញុំខុសហើយវិតមុនធ្វើបានសម្រាប់តែអ្នកដែលមានចិត្តល្អប៉ុណ្ណោះនៅពេលនោះចិញ្ចៀនដែលនៅជាប់នឹងដៃរបស់សានក៏បានផុសចេញនៅលើម្រាមដៃរបស់តារាវិញចាប់តាំងពីពេលនោះមកតារាក៏បានរស់នៅដោយបន្ទាបខ្លួនដោយចែករំលែកទ្រព្យសម្បត្តិដល់អ្នកភូមិហើយសានក៏បានគិតខ្លួនឯងថាការលូកលន់នាំមកនូវសេចក្តីវិនាស